តោះបងប្អូនខ្លះអូពេលដែលយើងប្រើ CG ទៅយើងបើកទៅវាកាត់លុយលឿនណាចឹងដើម្បីកុំឲ្យកាត់លុយលឿនណាយើងចូលទៅ option មួយចំនួនរបស់ app សំខាន់ដូចជា Facebook ដូចជា Telegram ហើយនិង TikTok តោះឥឡូវយើងចូល Facebook មុនមកអូខេបន្ទាប់ពីបងប្អូនចូល Facebook បងប្អូនចូល menu ដែលស្ថិតនៅខាងក្រោមផ្នែកខាងស្ដាំគេបងប្អូនចូល menu ហើយបងប្អូនចូល setting ពេលដែលបងប្អូនចូល setting ហើយបងប្អូនរកមើលពាក្យថា media នេះ media ចុចមកបន្ទាប់ពី media ហើយនេះបើបងប្អូនយក optimize នេះបងប្អូនយក data server ណាបន្ទាប់ពីយក data server ហើយយើងមើលទៅលើ auto play in feeds and story នេះកុំយក when using cellular data and wifi បងប្អូនយកតែពាក្យខាងក្រោមវិញយក when using wifi only ហ្នឹងហើយនៅពេលដែលបងប្អូនយកហ្នឹងមកតើបងប្អូនប្រើ wifi នឹងវា auto play ណាបន្ទាប់ពី app Facebook ហើយបងប្អូនបិទហ្នឹងហើយបងប្អូនចូល app មួយទៀតគឺបងប្អូនចូល app Telegram ណាបងប្អូន ចូល app Telegram វិញនេះបងប្អូនចូល app Telegram មកអូខេចំពោះ Telegram បងប្អូនចូល setting បងប្អូនចូល setting ហើយបងប្អូនចូល data storage បន្ទាប់ពីបងប្អូនចូល data storage ហើយបងប្អូនរកមើលពាក្យថា using cellular ណាអូខេអញ្ចឹងបងប្អូនបិទយក auto download ហ្នឹងអត់យកនេះទៅយើងបិទវាដើម្បីកុំឲ្យវាពេលយើង scroll ទៅលើ Telegram វា down ណាអញ្ចឹងកាលណាវា down វាកាត់លុយយើងលឿនដែរអញ្ចឹងយើង back វិញមកបើយើងប៉ុណ្ណឹងហើយយើង back វិញមកកន្លែងពេលដែលយើង back មកកន្លែង data storage យើង enable ទៅលើ useless data for call ណាបងប្អូនយកហ្នឹងមកអូខេហើយមួយទៀត app មួយទៀត TikTok យើងមើល TikTok នេះ TikTok ពេលដែលបងប្អូនចូល TikTok បងប្អូន click លើ profile ហើយបងប្អូនយកសញ្ញា trackback ខាងលើយកមើលពាក្យថា setting and privacy បន្ទាប់ពីបងប្អូនចូលដល់នេះហើយបងប្អូនមើលពាក្យថា data server នេះបងប្អូនចូល data server ហើយបងប្អូន enable វាមកអូខេមួយទៀតនៅ app ចុងក្រោយមួយទៀតគឺ YouTube បងប្អូនចូល YouTube មួយទៀតណាបងប្អូនចូល YouTube មួយទៀតមកសូមបញ្ជាក់បងប្អូនចំពោះ YouTube គឺត្រូវតែមាន account សម្រាប់ log in ណាបងប្អូនណាពុកហើយបងប្អូនចូលកន្លែងសញ្ញា account របស់យើងនេះនៅខាងក្រោមផ្នែកខាងស្ដាំនេះបងប្អូនចូល setting ខាងលើនេះមកបន្ទាប់ពីបងប្អូនចូល setting ហើយបងប្អូនរកមើលពាក្យថា video quality preference ពេលដែលបងប្អូនចូលដល់ហ្នឹងហើយបងប្អូនចូលពាក្យថា mobile data network នេះបងប្អូនផ្លាស់ប្ដូរទៅជា data server វិញណាអូខេបងប្អូនយក data server អូខេអរគុណច្រើនបងប្អូន